ប្រជាជនកូរ៉េនាំគ្នាស្វែងរកម៉ាស៊ីនត្រជាក់ស៊េរីចាស់ក្រោយដឹងថាមានកំណប់មាសសុទ្ធកប់នៅក្នុង logo បាកាសម្បូរដោយតូរីន Royal Jelly យិនសិននិងវីតាមីនជាច្រើនទៀតដើម្បីជួយឲ្យអ្នកត្រៀមខ្លួនឆ្ពោះទៅកាន់ភាពជោគជ័យខ្លាចជាមនុស្សជោគជ័យជាមួយបាកាម៉ាស៊ីនត្រជាក់ LG Western Limited Edition ដែលចេញលក់តាំងពី20ឆ្នាំមុនកំពុងទទួលបានការចាប់អារម្មណ៍ឡើងវិញបន្ទាប់ពីរកឃើញថា logo របស់ម៉ាស៊ីនត្រជាក់នោះធ្វើឡើងពីមាសសុទ្ធចំពេលមាសកំពុងឡើងថ្លៃកាលពីថ្ងៃទី11ខែធ្នូកន្លងទៅម្ចាស់ហាងមាសមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូលបានបង្ហោះវីដេអូនៅលើគណនី YouTube ដែលមានឈ្មោះថា Ringing Onni ក្រោយមកក៏មានអតិថិជនម្នាក់យកសន្លឹកមាសដែលគេអះអាងថាបានដកចេញពី logo ម៉ាស៊ីនត្រជាក់មកលក់ឲ្យខ្លួនអតិថិជនរូបនោះបានបកស្រាយថាគេបានដឹងរឿងនេះពីអ្នកដឹកជញ្ជូននៅពេលដែលគេទិញម៉ាស៊ីនត្រជាក់ខណៈនៅក្នុងពាណិជ្ជកម្មដែលបានផ្សព្វផ្សាយកាលពី20ឆ្នាំមុននោះក៏បានបញ្ជាក់ដែរថា logo នេះគឺធ្វើពីមាសសុទ្ធក្រោយពីការរំលាយនិងពិនិត្យរួចរាល់ម្ចាស់ហាងបានបញ្ជាក់ថា logo របស់ម៉ាស៊ីនត្រជាក់ LG Vision Limited Edition គឺជាមាសសុទ្ធទម្ងន់ 3.75 ក្រាមនិងមានកម្រិតភាពសុទ្ធ 99.3% ដែលម្ចាស់ហាងបានទិញយកមាសនេះនៅក្នុងតម្លៃ 713,000 វ៉ុនឬប្រមាណ $480 អាមេរិកផ្អែកទៅតាមការចុះផ្សាយរបស់ The Korea Times កាលពីឆ្នាំ 2005 LG បានដាក់លក់ម៉ាស៊ីនត្រជាក់ model ពិសេសនេះត្រឹមតែ 10,000 គ្រឿងប៉ុណ្ណោះដើម្បីអបអរសាទរដែលក្រុមហ៊ុនទទួលបានតំណែងជាក្រុមហ៊ុនលក់ម៉ាស៊ីនត្រជាក់លំដាប់លេខ1នៅលើពិភពលោករយៈពេល 5 ឆ្នាំជាប់គ្នាស្របពេលដែលគ្រានោះមាសទម្ងន់ 3.75 ក្រាមនេះមានតម្លៃចន្លោះពី 5 ទៅ 70,000 វ៉ុនឬប្រមាណ 33 ទៅ $50 អាមេរិកតែប៉ុណ្ណោះក្រោយវីដេអូរបស់ Ringing Onni ទទួលបានអ្នកទស្សនាជាង 1.1 លានដងអ្នកខ្លះបានហៅវាថាជាកំណប់អ្នកខ្លះបានយល់ថា LG បានជួយឲ្យអតិថិជនវិនិយោគទាំងមិនឲ្យអតិថិជនដឹងខ្លួនខណៈអ្នកខ្លះទៀតក៏បានបង្ហាញការសោកស្ដាយព្រោះពួកគេបានបោះចោលម៉ាស៊ីនត្រជាក់នេះដោយមិនដឹងថា logo ធ្វើពីមាសសុទ្ធបាកាសម្បូរដោយតូរីន Royal Jelly យិនសិននិងវីតាមីនជាច្រើនទៀតដើម្បីជួយឲ្យអ្នកត្រៀមខ្លួនឆ្ពោះទៅកាន់ភាពជោគជ័យខ្លាចជាមនុស្សជោគជ័យជាមួយបាកា